ក្រុមក្រហមអូខេសម្រាប់ក្រុមក្រហមគឺសមាជិកតិចជាងគេអាចជួយប្រាប់ពីលក្ខណៈពិសេសលក្ខណៈពិសេសរបស់ស្លកកូផងយើងពួកយើងប្រើថ្នោតបែបឆិតពួកគាត់ប៉ាគាត់បានប្រាប់ថាធម្មតាស្លបែបខ្មែរគឺយើងឆិតឲ្យវាស្ដើងហើយអ្វីដែលពិសេសនោះទៀតនោះគឺយើងចម្អិនបែបខ្មែរមែនតើគឺយើងប្រើត្រីអណ្ដែងប៉ុន្តែមុននឹងប្រើត្រីអណ្ដែងនោះគឺយើងយកឆ្អឹងជំនីទៅរងាស់យកជាតិសិនទៅគឺឈ្ងុយបែបទឹកស៊ុបស្លកកូននេះញ៉ាំទៅធ្វើខ្ញុំនឹកដល់ស្រុកកណ្ដាលជាមួយហេតុអីញ៉ាំទៅក្លិនឈ្ងុយអង្គលីងពេញមាត់ហើយមានរសជាតិល្មមឆ្ងាញ់សំខាន់ត្នោតញ៉ាំទៅអត់មានជាតិហាងជាតិល្វីងទេតែតោះនឹងផ្អែមវិញខាងក្នុងហ្នឹងគឺយើងមានផ្លែគ្រាប់ត្នោតពីរផ្លែដែលអត់មានបំបែកជាតិទឹកទេគឺទឹកឯក្នុងហ្នឹងគឺញ៉ាំមើលបានផឹកទឹកត្នោតចូលទៅថ្ងៃនេះឆ្ងាញ់អែមពេកល្មមចាអរគុណ